ជំរាបសួរបងប្អូនទាំងអស់គ្នានៅចំពោះមុខបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទនៃម៉ាស៊ីនម៉ាស្សាសេរីថ្មីដែលខាងបងប្អូនទើបតែយកចូលមកតែម្ដងបងប្អូននេះដែលមានរូបរាងប្រអប់គឺបែបនេះប្រអប់វាគឺស្អាតណាស់ណាបងប្អូនអញ្ចឹងខ្ញុំនឹងធ្វើការបើកប្រអប់របស់វាតែម្ដងថាតើក្នុងនោះវាមានរូបរាងនិងមានអ្វីខ្លះនៅក្នុងប្រអប់របស់វានេះណែបងប្អូនអានេះគឺជាមួយឈុតនៅខាងក្នុងរបស់វាតែម្ដងយើងឃើញថាមួយឈុតវាគឺស្រស់ស្អាតបែបនេះបងប្អូនណាគឺមានម៉ាស៊ីនម៉ាស្សាមួយមានក្បាលចំនួន4ដើម្បីឲ្យងាយស្រួលឲ្យបងប្អូនធ្វើការផ្លាស់ប្ដូរអញ្ចឹងយើងមកកលេចមើលទៅលើដងម៉ាស៊ីនរបស់វាវិញថាតើវាបែបណានេះបងប្អូនណាស្អាតណាបងប្អូនវាមានប្រភេទខុសពីប្រភេទសេរីម៉ាស៊ីនម៉ាស្សាមុនដែលម៉ាស៊ីនម៉ាស្សាមុនដងខ្លីតែប្រភេទនេះគឺដងវែងមិនចាំបាច់ឲ្យបងប្អូនប្រើណាទេដើម្បីបន្ថែមកម្លាំងយើងអាចធ្វើការម៉ាស្សានៅលើដៃរបស់យើងបានអញ្ចឹងកម្លាំងរបស់វាគឺខ្លាំងមែនទែនបងប្អូនកម្លាំងនៃរំញ័រវាខ្លាំងណារហូតដល់13កម្រិតវាអញ្ចឹងបងប្អូនណាក្បាលវាក៏មានមុខងារផ្សេងគ្នាដែរអញ្ចឹងខ្ញុំសូមរៀបរាប់ក្បាលដំបូងរបស់វានេះក្បាលមូលក្បាលបាល់អញ្ចឹងណាតែវាមានមុខងារយើងអាចម៉ាស្សាទៅលើសាច់ដុំខ្នងសាច់កាទៀកសាច់ដៃសាច់ជើងយើងអញ្ចឹងណាបងប្អូនណាដៃវានេះបងប្អូនណាញ័រវានេះបងប្អូនណាឃើញទេបើករហូតដល់ខ្លាំងប៉ុណ្ណាខ្លាំងមែនតើបងប្អូនមើលអូយទៅវាញាប់ខ្លាំងមែនតើអញ្ចឹងអាចឲ្យបងប្អូនធ្វើការម៉ាស្សាលើដៃឬពេលដែលបងប្អូនចុករយណៃណាមួយយើងអាចធ្វើការម៉ាស្សាដោយប្រើក្បាលមួយនេះបានហើយចំពោះក្បាលរបស់វាបន្ទាប់មួយទៀតអានេះគេហៅថាក្បាលនេះចឹងណាបងប្អូនក្បាលបន្ទាប់នេះអានេះយើងធ្វើការដាក់សម្លាក់វាបែបនេះបងប្អូនណាអញ្ចឹងរបៀបនៃការដោះដាក់ក៏អត់មានពិបាកដែរគ្រាន់តែយើងដោះវាធម្មតាអញ្ចឹងមកយើងញឹកវាទៅបែបនេះគឺងាយស្រួលមែនតើហើយប្រភេទនេះដងវាវែងបងប្អូនអាចទៅម៉ាស្សានៅខាងក្រោយខ្នងយើងក៏បានដែរបងប្អូនណានេះឃើញទេកម្រិតរបស់វាបងប្អូនចង់ដាក់ខ្សោយតិចខ្លាំងនៅលើនឹងតែម្ដងហើយម៉ាស៊ីននេះដែរគឺជាប្រភេទប្រើសាកបន្ទោថ្មសាកម្ដងប្រើបានយូរមកហើយយើងទៅនិយាយទីក្បាលទី3របស់វាក្បាលទី3របស់វាគឺយើងអាចចាប់ទៅលើចង្កេះបងប្អូនចាប់ទៅលើចង្កេះតាគៀកយើងអញ្ចឹងឬក៏ផ្នែកណាមួយដែលសាច់ដុំខ្នងសាច់ដុំស្មាសាច់ដុំកពួនជើងហ្នឹងយើងអាចចាប់បានអស់តម្រូវការមុខងារវាផ្សេងគ្នាបងប្អូនចង់ប្រើមួយណាទៅតាមតម្រូវការរបស់បងប្អូនមានវាមួយគឺស្រួលមិនដែរបងប្អូនជាពិសេសម៉ាក់ប៉ាប៉ាប៉ាអ៊ំប៉ាអីដែលគាត់អាយុច្រើនគាត់អាសាប្រើចៅឲ្យម៉ាស្សាឲ្យគាត់គក់ច្បាស់អីបងប្អូនមិនបាច់ចាំបាច់ទៀតទេមានតែម៉ាស៊ីននេះមួយងាយស្រួលតប់មែនតើហើយនេះគឺពិសេសមែនតើអានេះគឺសម្រាប់តប់បើយើងចំណាំឲ្យចៅអូននេះឲ្យជួយតប់យើងបន្តិចចឹងណាបងប្អូននេះឃើញទេនេះស្រួលដៃវាវែងដៃវាឈោងទៅដល់ខ្នងក្រោយក្បាលនេះបងប្អូនណាកម្រិតវាក៏ខ្លាំងខ្សោយតាមនឹងដែរគាត់ដែលមានសាច់ក្រាស់សាច់អីដាក់អានេះទៅញ័រទ្រុឌស្រួលមកបងប្អូនណាចឹងមកឈុតនេះតម្លៃគឺខ្ញុំដាក់ពិសេសតែម្ដងតម្លៃនេះគឺតម្លៃអែមណាតែ$35ខ្ញុំហ្វ្រីសេវាដឹកជូន35ខ្ញុំហ្វ្រីសេវាដឹកជូនបងប្អូនមើលដល់លើឈុតគេហើយក្នុងមួយឈុតនេះក៏មានខ្សែសាករបស់វាមួយដែរណាបងប្អូនណាអែមែនតើក្បាលមានរហូតដល់4ចង់ចាត់កន្លែងទាកន្លែងសម្លាកកន្លែងបាតជើងអីគឺបានទាំងអស់អាមួយនេះអាចដាក់បាតជើងបានដែរនេះហើយរបៀបនៃការប្រើមិនពិបាកទេបងប្អូនគាត់ដែលយើងចុចមកគឺរំញ័រមែនតើតែម្ដងនេះឃើញទេឃើញទេបងប្អូនស្រួលមែនតើហ្មងមានវាមួយនៅក្នុងផ្ទះគឺអត់ពិបាកទេជាពិសេសយើងមានម៉ាក់អ៊ំម៉ាក់យាយអីរបៀបថាគាត់សារចុករយដៃចុកជើងចុកស្លាអីចុកស្មាចុកចកេះចុកអីដាក់វាមួយទៅបងប្អូនណាចុកចកេះក៏បានម៉ាស្សាក្បាលក៏បានម៉ាស្សាកម៉ាស្សាតាគៀកម៉ាស្សាក្លៅម៉ាស្សាកពួនដៃម៉ាស្សាឡៃណាមកឲ្យបងប្អូនដែលចង់បានអញ្ចឹងមកឈុតវាត្រឹមតែ$35ខ្ញុំហ្វ្រីសម្រាប់ដឹកហើយជាប្រភេទសេរីដងវែងមិនដងខ្លីដូចជំនាន់មុនដែលវារបៀបថាឲ្យយើងត្រូវការមានអ្នកជួយម៉ាស្សានេះបងប្អូនចង់ឲ្យគេជួយម៉ាស្សាក៏បានម៉ាស្សាខ្លួនឯងក៏បានជាពិសេសមានមួយនៅក្នុងផ្ទះជូនជាកាដូឲ្យប៉ាម៉ាក់យើងអញ្ចឹងណាបងប្អូនឬក៏និយាយថាយើងតែម្ដងទៅក្នុងឱកាសថ្មីខាងមុខនេះមានវាមួយក៏ថតដែរបងប្អូនទុកវាមួយដើម្បីតបម៉ាស្សាយើងចុករយឡៃណាយើងប្រើកន្លែងហ្នឹងអញ្ចឹងមកឈុតវាត្រឹមតែ35ខ្ញុំហ្វ្រីសម្រាប់ដឹកណាស្អាតហ្នឹងណាតែមែនតែនពណ៌អីក៏សមរម្យមកដែរថ្មក៏កាន់បានយូរកម្រិត speed គេខ្លាំងក្បាលគេមានរហូតដល់4ពណ៌នេះស្អាតមែនតែនជាមួយនឹងគេផ្សេងគេលក់ថ្លៃជាងតែខាងខ្ញុំគឺអត់ទេខ្ញុំដាក់ថ្លៃពិសេសជូនត្រឹមតែ35ខ្ញុំហ្វ្រីសម្រាប់ដឹកចង់បានឆាតទៅ page ឬមួយក៏ខលតាមលេខទូរស័ព្ទនេះមកម៉ាស៊ីននេះមួយមានមួយគឺអែមមែនតែនបងប្អូនណាអរគុណ